អ្នកដែលគាត់មិនចង់ទទួលរងនៅសម្ពាធអូខេចឹងហើយម្នាក់នេះគឺគិតពីខ្លួនឯងជំរាបសួរនិងសួស្តីដល់អ្នកទាំងអស់គ្នាvàមកកាន់ការលេង Tarot Game Casa ជាថ្មីម្ដងទៀតហើយចាហើយថ្ងៃនេះផងដែរគឺម៉ែគ្រូមានវិធានបទមួយដែលតាក់ទងពីទំនាក់ទំនងស្នេហាប្រេះឆាជាយូរយានឆ្នាំមកហើយអូខេដែលតាក់ទងពីអតីតសង្សារចាស់អូខេហើយ topic នេះផងដែរគឺម៉ែគ្រូទទួលបានពីបងស្រីម្នាក់ដូចគ្នាអញ្ចឹងហើយគាត់មានបានសួរជាសំណួរមួយដែលតាក់ទងពីអតីតសង្សារចាស់របស់គាត់ថាតើអ្នកទាំងពីរអាចនឹងវិលមកជួបគ្នាម្ដងទៀតទេឬមួយក៏អស់និស្ស័យត្រឹមតែប៉ុណ្ណឹងអូខេអញ្ចឹងជាកិច្ចដំបូងម៉ែនឹងមើលពី energy របស់គាត់ហើយម៉ែនឹងយកសន្លឹកបៀដោយទាជាទូទៅមែនប៉ុន្តែថ្ងៃនេះម៉ែនឹងមើលពីមនុស្ស3ប្រភេទអូខេមិនដឹងថាគាត់ជាប្រភេទមនុស្សបែបម៉េចយ៉ាងណាទេប៉ុន្តែបើសិនជាមានមួយក្នុងចំណោម3ហ្នឹងដែលជាគេថាអត្តចរិតស្តៀងរបស់អតីតសង្សារចាស់របស់អ្នកទាំងអស់គ្នាអូខេយើងមើលទៅអញ្ចឹងម៉ែសូមដាក់បទភ្លេងមួយសិនអូខេចាតោះអញ្ចឹងម៉ែនឹងសូមចាប់ផ្ដើមមើលពី energy របស់គាត់មុនដំបូងសិនខ្ញុំសូមស្លឹកដៀតំណាងឲ្យបុរសទី1អូខេថាតើបុរសទី1គាត់មាន energy បែបម៉េចដែរអូខេឬមើលក៏គាត់មានអត្តចរិតបែបម៉េចក៏បានហើយម៉ែនឹងមើលពីការគិតរបស់គាត់ក្រោយអូខេមើលទៅវីដេអូនេះអាចនឹងរៀងវែងក៏ថាបានព្រោះយើងមើលមិនមែនតែមួយទេគឺ3មនុស្សប្រុសហើយណាអូខេ so ហ្នឹងហើយតើបុរសទី1គាត់មាន energy បែបម៉េចសូមបៀជួយបង្ហាញវ៉ាវ2ស្លឹកយកបដ ாய் អូខេមើលថាតើគាត់មាន energy បែបម៉េចចំពោះចំពោះបុរសទី1មាន the ten of pentacle គាត់ចូលចិត្តភាពសុខដុមរមនាគាត់ចូលចិត្តមិនគេថាមនុស្សម្នាក់ដែលមាន energy មួយដែលផ្ដល់តម្លៃដល់គេថាគូក្តីស្រឡាញ់របស់គាត់អូខេហើយគាត់ចូលចិត្តគេថាមិនសូវជាចូលចិត្តមានការប្រកួតប្រជែងឬមួយក៏ចំនួនអីទេភាគច្រើនបើសិនជាគាត់ឃើញថាមនុស្សម្នាក់នឹងធ្វើខុសឬមួយក៏គាត់ធ្វើអ្វីមួយដែលថាវាមិនត្រូវគាត់នឹងចូលទៅហើយគាត់បែរជាលក្ខណៈថាអប់រំឬមួយក៏ប្រាប់ថាអូផ្លូវនេះវាចេះចឹងគុំទៅល្អជាងអូខេនេះជា energy របស់គាត់មាន the ten of pentacle ហើយមួយទៀតគឺមាន the age of sword ពិតមែនតែគាត់អាចមានការសន្តោសប្រដីដល់អ្នកនៅជុំវិញរបស់គាត់ខ្លួនគាត់មែនប៉ុន្តែគាត់មានអត្តចរិតមួយដែលថាគាត់មិនអាចជួយខ្លួនឯងបានទេភាគច្រើនពេលដែលគេហៅថារឿងអ្វីដែលសំខាន់នៅក្នុងជីវិតរបស់គាត់មិនថាល្អឬមួយក៏អាក្រក់ក៏ដោយវាចូលមកគាត់ភាគច្រើនគាត់ធ្វើឲ្យខ្លួនឯងតាក់ទើឬមួយក៏ធ្វើឲ្យខ្លួនឯងគិតច្រើនរហូតដល់ថ្នាក់ថាគួរយកអារឿងមួយនេះអត់គួរយកអារឿងមួយនោះអត់គួរដើរលើផ្លូវនេះសិនគួរដើរផ្លូវនោះតិចសិនហើយទោះណាគេថា overthinking a lot មែនតើម្នាក់នេះអញ្ចឹងពិតមែនតែថាគាត់អាចជាមនុស្សម្នាក់ដែលផ្ដល់ដំបូន្មានឲ្យអ្នកដទៃច្រើនប៉ុន្តែគាត់មិនអាចផ្ដល់ដំបូន្មានឲ្យខ្លួនឯងបានអូខេនេះជា energy បុរសទី1អូខេចាប់បុរសទី2វិញតើគាត់មាន energy បែបម៉េចអូខេសូមបុរសទី2ជួយបង្ហាញមុខអត់ទៀតអូខេ the ten of swords មើលទៅបុរសទី2ជាមនុស្សម្នាក់ដែលយ៉ាងម៉េចណោះThe King of Swords
អូខេគាត់មាន energy មួយដែលនិយាយថាជាមនុស្សម្នាក់ដែលឆ្លាតវៃជាមនុស្សម្នាក់ដែលមើងម៉ាត់ជាមនុស្សម្នាក់ដែលថាក្លាហានអូខេអាចថាជាមនុស្សម្នាក់ដែលរឹងមាំយើងអាចពឹងផ្អែកបានដូចគ្នាមិនចាំបាច់ថាតើគាត់ទៅហាត់យកសាច់ដុំយក gym យក six pack អី no អត់ទេគឺគាត់គេថាអត្តចរិតស៊ីនរបស់គាត់ចេញមកគឺបែបជាមនុស្សម្នាក់ដែលមើងម៉ាត់ដែលឆ្លាតវៃហើយនឹងក្លាហានអូខេប៉ុន្តែចំណុចខ្សោយរបស់គាត់គឺអារឿងស្នេហានឹងឯងគេថាសបកខាងក្រៅវា it's okay ចំពោះអ្នកទាំងអស់គ្នាប៉ុន្តែអាសបកខាងក្នុងអូខេវាដូចជាទុនកផ្លែកអូខេហើយម៉ែឃើញថាគាត់ជាមនុស្សម្នាក់ដែលមិនសូវជាចេះបត់បែនហ្មងទេគឺត្រង់យកតែមែនតែឧទាហរណ៍បើសិនជាគាត់ត្រូវនិយាយថាម្នាក់ហ្នឹងគឺគាត់មានអត្តចរិតអាក្រក់មួយគឺគាត់និយាយយកហ្មងគាត់មានចេះបត់បែនអីច្រើនគាត់ជួបមុខអញ្ចឹងពេលគេសួរអញ្ចឹងគឺម្នាក់ហ្នឹងមែនគឺគាត់មានអត្តចរិតចាអូខេដាក់យកផឹងយកហ្មងចាអ្នកផ្សេងគេមិនសូវហ៊ាននិយាយគេនិយាយបែបវៀងផ្លូវកាត់អញ្ចឹងឲ្យអ្នកផ្សេងទៀតដែលគេស្ដាប់ហ្នឹងគេយល់ប៉ុន្តែគាត់និយាយមកផឹងផាំងយកហ្មងចាអូខេមនុស្សដែលគេហៅថាមាត់ត្រង់ពេកអូខេវាអញ្ចឹងឯងហើយគាត់មាន the 10 of sword នេះគឺជាអ្វីដែលចង់បញ្ជាក់ថា energy របស់គាត់នឹងគឺជាមនុស្សម្នាក់ដែលទទួលរងនៅការឈឺចាប់ច្រើនហេតុអីគឺដោយសារតែគាត់គឺមិនមានការបត់បែនអូខេ the king of sword ពិតមែនតែជាមនុស្សម្នាក់ដែលក្លាហានឆ្លាតវៃប៉ុន្តែអ្វីដែលជាចំណុចខ្សោយរបស់គាត់គឺភាពខាងក្នុងរបស់គាត់នឹងគាត់មិនអាចគ្រប់គ្រងវាបានទេគាត់អាចគ្រប់គ្រងតែសម្បកខាងក្រៅរបស់គាត់ទេប៉ុន្តែខាងក្នុងរបស់គាត់អាចគ្រប់គ្រងបានអញ្ចឹងហើយវាជាចំណុចខ្សោយមួយដែលធ្វើឲ្យគាត់ឈឺចាប់មែនតើដែលគាត់ដែលថាវាជារឿងដែលគាត់ត្រូវប្រឈមអូខេបរិសុទ្ធទី2មកឃើញថាគាត់ពិតមែនតែជាមនុស្សដែលអូខេ strong អូខេឆ្លាតវៃប៉ុន្តែគាត់ក៏ត្រូវមានកត្តាប្រឈមរបស់គាត់ដែរដែលគាត់អាចឈានដល់ចំណុចនឹងបានចឹងហើយគាត់ពិបាកក្នុងការចោះសម្រងតិចម្នាក់ហ្នឹងអូខេម៉ែមើលទៅអូខេចឹងចាស់បរិសុទ្ធទី3វិញតើគាត់មាន energy បែបម៉េចដែរតើបរិសុទ្ធទី3គាត់មាន energy បែបម៉េចដែរសូមជួយបង្ហាញអូ2បណ្ដោយ so okay អូ the age of cup ចាតើមើលថាវាយ៉ាងម៉េចអូ the tower okay the tower មនុស្សម្នាក់ដែលថាគាត់ជារៀងបែបជាអត្តចរិត energy មួយដែលរៀងអាត្មានិយមអូខេ the tower នេះគឺបែបជាលក្ខណៈបើយើងនិយាយពីអត្តចរិតរបស់មនុស្សគឺបែបជាមនុស្សម្នាក់ដែលអាត្មានិយមអូខេគឺថាកាន់អ្វីមួយគឺមិនដែលបានល្អនោះទេឬមួយក៏អាចថាខ្លាចគេដឹងថាខ្លួនមានការលាក់បាំងអីមួយមានការធ្វើខុសអ្វីមួយគឺគាត់បងវាយដានគឺគាត់ធ្វើមិនឲ្យតែថាគេមើលមកគាត់បែបជាមនុស្សធម្មតាម្នាក់ប៉ុន្តែអ្វីដែលវាមិនធម្មតាហ្នឹងគឺថាអត្តចរិតបែបជាខ្លាចអារឿងមិនគួរឲ្យខ្លាចអូខេចា yeah the tense of one អូខេចឹង the tense of one here គឺជាអត្តចរិតមួយដែលថាមនុស្សម្នាក់ដែលគាត់មិនចង់ទទួលរងនៅសម្ពាធអូខេចឹងហើយម្នាក់នេះគឺគិតពីខ្លួនឯងច្រើនបរិសុទ្ធទី3ជាងអ្នកដែលនៅជុំវិញខ្លួនគាត់មិនសូវជាខ្វាយខ្វល់ទៅនឹងអ្នកនៅជុំវិញម៉ានអញ្ចឹងហើយបានជាមាន energy មួយដែលថាជា energy selfish អូខេគឺអាត្មានិយមមែនតើហើយមាន the tense of one here មកទៀតគឺថាឪអាកំពូលទៅមកអូខេចាអញ្ចឹងយើងមកមើលថាតើគាត់ពួកគាត់ទាំង3ហ្នឹងគិតអ្វីមកលើអ្នកទាំងអស់គ្នាអូខេតោះ
ចឹងខ្ញុំសូមបរោះទី1ខ្ញុំយកតែ2ស្លឹកទេចំពោះការគិតរបស់គាត់អូខេតើបរោះទី1គាត់គិតមកលើអ្នកទាំងអស់គ្នាយ៉ាងដូចម្ដេចខ្លះអូខេអូចង់ចេញមកហើយអូខេយក so មាន the judgment អូខេអ្វីដែលគាត់គិតពេលបច្ចុប្បន្ននេះម៉ែឃើញថានេះម៉ែនិយាយពីបច្ចុប្បន្នហ្មងអូខេមាន the judgment ហើយនិង the nine of pentacle អូខេចំពោះបរិបទទី1ម៉ែឃើញថាគាត់ពេលបច្ចុប្បន្ននេះគឺគាត់បានគិតមកលើអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នារៀងអភិវឌ្ឍជាងមុនរៀងអាចថាទៅមុខបានជាងមុនច្រើនអូខេគឺមានន័យថាអ្នកទាំងអស់គ្នាបានផ្លាស់ប្ដូរខ្លួនឯងពីមនុស្សម្នាក់ដែលសោកសៅប្រែទៅជាមនុស្សម្នាក់ដែលរស់រាយច្រើនអូខេម៉ែឃើញនៅក្នុង the judgment here គឺថាអ្នកទាំងអស់គ្នាបានផ្លាស់ប្ដូរហើយអ្នកទាំងអស់គ្នាបានបញ្ចប់នៅអារម្មណ៍ដែលតាក់ទើជាមួយគាត់ពិតមែនតែវានៅសល់ចំហាយកផ្លែកតោងអ្នកទាំងអស់គ្នាច្រើនប៉ុន្តែអ្នកទាំងអស់គ្នាអាចគ្រប់គ្រងវាបានអូខេវាស្ថិតនៅក្នុងដែនដែលអ្នកទាំងអស់គ្នាអាចគ្រប់គ្រងវាបានណាមួយអ្នកទាំងអស់គ្នាកំពុងតែមានអ្នកថ្មីឬមួយក៏គូស្វាមីថ្មីចូលមកពេលបច្ចុប្បន្ននេះចឹងអ្នកទាំងអស់គ្នាអាច ready ខ្លួនបានល្អប្រសើរហើយ the nine of pentacle គឺអ្នកទាំងអស់គ្នាបានកំពុងតែមានការអភិវឌ្ឍកំពុងតែមាននៅសំណាងក៏បានការអភិវឌ្ឍខ្លួនក៏បានការធ្វើឲ្យខ្លួនកាន់តែល្អប្រសើរមានការអាប់ដេតមើលមកអ្នកទាំងអស់គ្នារៀងរស់ស្រស់រៀងរស់រាយយេរស់រាយក៏បានស្រស់ស្រាយក៏បានអូខេគឺអ្នកទាំងអស់គ្នាអាចនិយាយមួយម៉ាត់ថាគឺគាត់ឃើញអ្នកទាំងអស់គ្នាល្អប្រសើរជាងមុនច្រើនអូខេ yeah the judgment the pence of pentacle ហើយមើលបាតបៀមើល yeah ឃើញទេ the five of pentacle here គឺតំណាងឲ្យពីអតីតរបស់អ្នកទាំងអស់គ្នាពីមុនគឺគាត់គិតថាអ្នកទាំងអស់គ្នាទោះជាមានផ្លូវចេញក៏អ្នកទាំងអស់គ្នាមិនយកដែរបើសិនជាវាមិនមានរូបគាត់នៅអូខេប៉ុន្តែពេលបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាអាច ready ខ្លួនឯងបាន so អូខេបរិបទទី1គឺគាត់បានគិតតែប៉ុណ្្នឹងទេខេឡូថាបរិបទទី1គាត់អាចថាជាមនុស្សម្នាក់ដែល long relationship ជាមួយអ្នកច្រើនជាង energy ដែលបរិបទផ្សេងទៀតដែលគាត់ផ្ដល់ឲ្យអូខេអញ្ចឹងក៏បានអូខេម៉ែមិនថាអីទេប៉ុន្តែបើយើងម៉ែភ្លេចបញ្ជាក់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាប្រកាសជាសួរតើបរិបទទាំង3ហ្នឹងតើនរណាដែលជាបរិបទដែលឆាជាក្តីស្រឡាញ់ដ៏យូរអង្វែងអូខេមានន័យថាអ្នកទាំងពីរបានស្រឡាញ់គ្នារៀងយូរបែបជាខ្ទង់ឆ្នាំឡើងហើយអូខេអញ្ចឹងម៉ែចង់បញ្ជាក់ថាចំពោះបរិបទទី1គឺគាត់ energy គាត់រៀងឆ្នាំឡើងហើយព្រោះ the ten of pentacle គឺយូរមែនតែនឡើងហើយអូខេហើយចំពោះបរិបទទី2 here គឺ the ten of sword គឺម៉ែឃើញថាគាត់អាចថារយៈពេលជាថ្ងៃផងរយៈពេលជាខែបានអត់ដល់ឆ្នាំទេអូខេមិនដឹងប៉ុន្មានខែមិនដឹងប៉ុន្មានថ្ងៃទេម្នាក់នេះអូខេហើយចំពោះក្រុមទី3គឺអាចថាខែឡើងអូខេមួយខែពីរខែ3ខែឡើងចឹងមកអត់ថ្ងៃទេចំពោះក្រុមចំពោះបរិបទទី2អាចថ្ងៃហើយនឹងខែបានអូខេឬមួយក៏អាទិត្យអូខេព្រោះម្នាក់នេះឃើញថាមានអារម្មណ៍មួយដែលត្រង់អញ្ចឹងគាត់ឆ្វេងឆ្វាច់លឿនណាអូខេអញ្ចឹងតោះចំពោះបរិបទទី2តើគាត់គិតអ្មេចចំពោះអ្នកទាំងអស់គ្នាពេលបច្ចុប្បន្ននេះអូខេ The Magician មើលទៅអ្នកទាំងអស់មើលទៅបរិបទទី2គិតមកគឺអ្នកទាំងអស់គ្នាមានគេថាទេពកោសលឬមួយក៏គេថាអ្នកទាំងអស់គ្នាបានគេថាគាត់មើលមកអ្នកទាំងអស់គ្នាគឺរៀងបើសិនជាយើងនិយាយប្រៀបធៀបទៅក្នុងជីវិតការងារឬមួយក៏ការរកស៊ីអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាបានល្អប្រសើរជាងមុនច្រើនអូខេព្រោះ The Magician បើយើងនិយាយនៅក្នុងគំនិតគឺថាការគិតរបស់មនុស្សម្នាក់គឺអាចនិយាយបានថាគាត់
មើលមកអ្នកទាំងអស់គ្នាមានអ្វីគ្រប់យ៉ាងដែលសម្បូរបែបចឹងអូខេជាជាងពេលមុនដែលគាត់ឃើញអ្នកទាំងអស់គ្នាមិនសូវមានអីច្រើនអូខេហើយនឹង The Hangman អញ្ចឹងនៅក្នុងស្លឹកបៀ2នេះគឺម៉ែឃើញថា The Hangman គឺវាតាក់ទងពីការបត់បែនតាមកលៈទេសៈអញ្ចឹងម៉ែអាចទទួលបានថាអ្នកទាំងអស់គ្នាពីមុនមានអត្តចរិតផ្ទុយពីគាត់ច្រើនពួកគាត់ជាមនុស្សអ្នកដែលត្រង់ប៉ុន្តែអ្នកទាំងអស់គ្នារៀងបត់បែនតាមកលៈទេសៈអញ្ចឹងវារៀងបែបថាផ្ទុយពួកអ្នកទាំងអស់គ្នាគឺអាចថាជាមនុស្សអ្នកដែលផ្ដល់នៅការគោរពឲ្យតម្លៃដល់អ្នកដទៃច្រើនអូខេតែគាត់វិញបើថាត្រូវនិយាយហើយគឺខ្ទេចតែហ្មងអូខេអត់សល់ទេនៅក្នុងបេះដូងរបស់គាត់ហ្នឹងអូខេយ៉ាអញ្ចឹងហើយបានអ្នកទាំងអស់គ្នាពេលខ្លះមិនអាចទ្រាំនៅជាមួយគាត់បានអញ្ចឹងក៏អ្នកទាំងអស់គ្នាក៏ក៏អ្នកទាំងអស់គ្នាក៏ចេញទៅមិនចង់នៅចម្ពាក់ចពិលច្រើនអូខេតោះចឹងចូលដល់បរិសទី3តើគាត់គិតយ៉ាងម៉េចចំពោះអ្នកទាំងអស់គ្នាthe king of cup បច្រាស់អូខេអញ្ចឹងម៉ែឃើញថាគឺគាត់ the king of cup បច្រាស់នេះគឺម៉ែឃើញថាគាត់ដូចជាមិនមាននៅអារម្មណ៍ឬមួយក៏ការគិតអ្វីស៊ីជម្រៅច្រើនចំពោះអ្នកទាំងអស់គ្នាទេគឺថាអ្នកទាំងពីរគឺរស់រៀងខ្លួនអត់ខ្វល់គឺមួយក៏អត់មានគំនិតអ្វីដែលត្រូវបញ្ចេញទេអូខេ The king of cup បច្រាស់ចាស់តើគាត់គិតអីទៀតចំពោះម៉ាស្លឹកអូខេជាគឺ Three of Swords វ៉ាវចាប់បានស្លឹកបៀបែបនេះមកគឺថាមិនណយដែរអូខេ The Three of Swords គឺថាវាគ្រាន់តែវានៅសេសសល់តែស្លាកស្នាមឬមួយក៏របួសដែលវាគ្រាន់តែថាវាឈឺរៈប៉អីតែប៉ុណ្ណឹងវាមានអីដែលថានៅសេសសល់វាមានអ្វីដែលថាត្រូវកិត្តត្រូវខ្វាយខ្វល់តទៅទៀតទេព្រោះរឿងមួយហ្នឹងគឺបានបញ្ចប់ស្រេចទៅហើយអូខេនឹងបរិសទី3ចាអញ្ចឹងយើងចូលទៅដល់ជំហានចុងក្រោយថាតើក្នុងបរិសក្នុងចំណោមបរិសទាំង3ហ្នឹងថាតើមាននរណាដែលអាចថានឹងមាន energy ក្នុងការវិលត្រឡប់មករកអ្នកទាំងអស់គ្នាសាជាថ្មីម្ដងទៀតចាអញ្ចឹងតោះមើលចំពោះបរិសទី1ថាតើគាត់អាចនឹង energy គាត់ថាអាចនឹងមករកអ្នកទាំងអស់គ្នាវិញដែរឬទេអូខេវ៉ាវSix of Swords The Judgment Six of Swords The Judgment ចម្លើយគឺវាបានលេខត្រដាងរួចហើយគឺម្នាក់នឹងមិនអាចនឹងមកទេអូខេពួកឃើញថា The Judgment មកប៉ុន្តែមកយកមកស្លឹកទៀតសិនមកឬមកមិនមកអូខេThe Age of One មើលទៅក្រមបរិសទី1នៅក្នុងចិត្តរបស់គាត់គឺគាត់ក៏ដឹងចម្លើយអ្នកទាំងអស់គ្នាក៏ដឹងចម្លើយផងដែរថាតើឱកាសនៃការវិលត្រឡប់ជួបគ្នាវិញវាដូចជាមិនមានសឹងតែមិនមានទាំងហ្មងអូខេព្រោះដោយសារតែវាចាក់ចេញដោយព្រមគ្នាមិនមានគេថាមិនមាននរណាប្លុកអាណាមុនទេគឺថាដើរចេញទាំងសងខាងតែហ្មងអូខេប៉ុន្តែគាត់ក៏នៅរងចាំឱកាសដូចគ្នាដែលថាអ្នកទាំងពីរអាចនឹងចាប់ផ្ដើមម្ដងទៀតបានគាត់តែគាត់ថាអាចមានសង្ឃឹមប្រហែលជា 10% តែប៉ុណ្ណោះអានោះមកនិយាយទៅលើហងអូខេយ៉ាងហើយបើនិយាយពីតិន្នន័យពិតប្រាកដគឺ 5% អូខេចា
អានឹងអ្វីដែលគាត់គេថាក្តីសង្ឃឹមដល់តិចតួចបំផុតអូខេដែលគាត់អាចនិយាយបានថាគឺគាត់មានសង្ឃឹមថារឿងស្នេហាមួយនេះអាចនឹងវិលត្រឡប់សារជាថ្មីម្ដងទៀតបានចាប់ផ្ដើមសារជាថ្មីម្ដងទៀតបានអូខេចុះចំពោះក្រុមទី2ណាបរោះទី2ថាតើគាត់ចង់វិលត្រឡប់មកវិញដែរឬទេចាអូខេមក2ម៉ោង The Moon ម្នាក់នេះគឺនៅតែមានការមិនច្បាស់លាស់មានការគេថាមិនប្រកបបជាអូខេ and the judgment គឺ oh my god គឺថាម្នាក់នេះគឺមិនប្រកបបជាតែហ្មងចាម្នាក់បរោះទី2នេះដែលមានអត្តចរិតបែបហ្នឹងគឺថាមនុស្សម្នាក់ដែរគាត់មើលទៅ it's like គាត់មានមុនស្នេហ៍គាត់មានការតាក់ទាញល្អប្រសើរចំពោះស្រីគ្រប់គ្នាឬមកក៏ប្រុសគ្រប់គ្នាចាប៉ុន្តែអ្វីដែលសួរថាគាត់អាចនឹងវិលត្រឡប់មកអ្នកទាំងអស់គ្នាគឺថាគាត់វិលដែរអូខេប៉ុន្តែនៅក្នុងសុបិនអ្នកទាំងអស់គ្នាចាតែបើសួរថានៅក្នុងពិភពពិតគាត់អាចវិលត្រឡប់មករកអ្នកទាំងអស់គ្នាអត់ម៉ែឃើញថាដំណើរគាត់ដូចជាមិនខ្ចីមកតែហ្មងអូខេមិនខ្ចីតែហ្មងចាគឺថាហួសរៀងខ្លួនយកហ្មងចាសូមអរគុណមើលថាអត់មានស្លឹកបៀមួយដែលបញ្ជាក់ឲ្យម៉ែឃើញថាគាត់អាចនឹងមករកអ្នកទាំងអស់នឹងចង់ចាប់ផ្ដើមសារជាថ្មីគឺអត់តែហ្មងចាគឺបែបអារម្មណ៍មួយដែលថាម្នាក់ហ្នឹងពេលដែលថាត្រូវកាត់ដាច់យកហ្មងអត់មានខ្វល់ថាអាចនឹងតភ្ជាប់សារជាថ្មីម្ដងទៀតបានទេអូខេគឺ no តែហ្មងចាអញ្ចឹងស្អីគេនេះអូខេyes it is ចឹងគឺថាម្នាក់ហ្នឹងមើលទៅបែបជាលក្ខណៈមនុស្សម្នាក់ដែរមិនចង់ដើរកន្លងចាស់ឬមួយក៏មនុស្សម្នាក់ដែលថាគេថាខ្ញុំអត់ខឹងទេប៉ុន្តែខ្ញុំគុំអូខេចាសូមអរគុណនិយាយប៉ុណ្ណឹងកូនយល់ហើយចាមិនបាច់និយាយច្រើនអញ្ចឹងសូមបរោះទី3មកហ្មងណា The Queen of Swords ម្នាក់នេះគឺថាអាចនឹងមិនមាន oh my god អញ្ចឹងលទ្ធផលគឺសម្រេចហើយអត់មានការគេថា transforming ឬមួយក៏ផ្លាស់ប្ដូរអ្វីមួយដែលត្រូវការកាត់ឡើងទៀតទេ It's like គាត់នឹងផ្ដល់ចម្លើយក្នុងពេលនេះតែហ្មងឲ្យអ្នកទាំងអស់គ្នាដឹងយកតែហ្មងថាគាត់អាចនឹងវិលអត់អូខេអញ្ចឹងខ្ញុំសូមបៀបរោះទី3អូខេដោយសារអញ្ចឹងម៉ែឃើញថាម្នាក់នេះចាគឺគាត់បែបជា angel តិចណាគឺថាគាត់លេងចរិតមែនតើដោយសារតែគាត់គឺនៅមនុស្សម្នាក់ដែលថាគាត់ក៏មានអញ្ចឹងអូខេហើយណាមួយក៏រូបសម្បត្តិកាយគាត់គឺស្អាតល្អប្រពៃច្រើនអូខេអញ្ចឹងគាត់អត់មានពាក្យថាត្រូវត្រឡប់ទៅរកអ្នកទាំងអស់គ្នាទេព្រោះស្រីដតីក៏គេ is like ដល់ថ្នាក់គេសុំគាត់ធ្វើសង្សារអូខេគឺមកឃើញថាគាត់ is like គាត់អត់ខ្វល់ពីការវិលត្រឡប់ឬមិនវិលត្រឡប់ទេសំខាន់ខ្លួនគាត់អូខេខ្លួនគាត់ល្អអញ្ចឹងមិនខ្វះស្រីទេអូខេគាត់ it's like គាត់មានប្រៃឬគាត់មិនខ្វះអូសដុតទេចាសូមអរគុណចាម្នាក់នេះគឺថាប៉ិតមែនតែ The Queen of Swords គឺគេហៅថាមនុស្សដែលនៅមានចិត្តតិចមិនមែនតែត្រូវកាត់ផ្ដាច់ចោលតែហ្មងអូខេប៉ុន្តែគឺថាវាក៏នៅមានស្នាមប្រឡាក់នៃឈាមដែរព្រោះម្ចាស់ស្ត្រីនេះដែរគឺគាត់កាន់ដាវគាត់មិនកាន់កត្រៃទេចាអញ្ចឹងកាប់ទៅក៏វានៅប្រឡាក់ឈាមអញ្ចឹងអាឈាមហ្នឹងក៏វាបញ្ជាក់ថាវានៅមានការដិតដានឬមានការនិយាយមួយម៉ាត់ថាចំហាយវាដែរអូខេអញ្ចឹងសួរថាគាត់មានអារម្មណ៍អត់គាត់មានប៉ុន្តែគាត់ it's like អត់ចង់
សំខាន់គាត់ខ្ជូតសំខាន់គាត់ស្អាតសំខាន់គាត់មានអញ្ចឹងគាត់អត់ខ្វះទេអូខេចាសូមអរគុណ ចាអញ្ចឹងមិនមានតែប៉ុណ្្នឹងទេចំពោះអ្នកទាំងអស់គ្នាអរគុណច្រើនដល់អ្នកទាំងអស់គ្នាដែលតាមតែថាជួយ support ម៉ែគ្រូជួយ love like share comment អីជាដើមម៉ែអរគុណច្រើនមែនតើដែលវាជាកម្លាំងចិត្តដ៏ល្អប្រពៃចំពោះម៉ែគ្រូចាអូខេចាអញ្ចឹងម៉ែមានតែប៉ុណ្្នឹងទេ see you next time bye